ថ្ងៃនេះមកស្រែមកចម្ការទៀតហើយដោយសារចង់ថតទេសភាពស្រស់ស្អាតនិងធ្វើវីដេអូជូនពុកម៉ែបងប្អូនបាទពីជីវិតអ្នកស្រែចម្ការអ្នកស្រុកព្រៃភ្នំបាទហើយក៏មានគោលបំណងបាទដើរទៅលេងផ្សារមួយចំនួនដែលនៅតាមព្រៃបាទនៅកណ្ដាលស្រែចម្ការបាទផ្លូវវារៀងពិបាកកន្លែងខ្លះក៏បាទចិត្តដល់ក៏ទុកម៉ូតូនៅកន្លែងម្លប់ក៏ដើរកាត់ស្រែកាត់ចម្ការគេបាទដើម្បីទៅរកមើលប្រាសាទបាទហើយនេះគឺខ្ញុំបានដើរកាត់ចម្ការចន្ទីបងប្អូនអ្នកស្រុកដែលគាត់បានធ្វើចម្ការបាទនេះគឺរដូវចន្ទីផ្លែហើយពុកម៉ែបងប្អូនបាទខ្លះទុំខ្លះក៏មិនទាន់ទុំបាទខ្លះទុំក្តាប់ខ្លះក៏ផ្កាបាទពេលឃើញចន្ទីតំណងឆ្ងាញ់បាទបេះមួយមហូបបើកម្លាំងតទៅមុខទៀតបាទព្រោះខែនេះខែក្តៅដើរតែ400-500 ម៉ែត្រគឺហត់គឺក្តៅអស់កម្លាំងបាទដើរគឺមិនដើរដៃទទេទេបាទគឺមានទឹកបាទក៏មានជំនីងកាន់ដៃដើរប៉ះគីឡូជូបអីដែលត្រូវជីកក៏ជីកបាទចន្ទីបាទផ្លែល្អណាស់បងប្អូនឃើញគឺចង់បេះហូបបាទដើម្បីឲ្យមានកម្លាំងបាទព្រោះយើងដើរកាត់ចម្ការគេចេះបាទអត់មានអ្នកណាគេស្ដីឬថាឲ្យទេបាទគាត់តែយើងដើរកាត់គាត់តែយើងបេះហូបមួយពីរកុំអីដែរបាទឥឡូវមកដល់បាទចម្ការចេកដែលគាត់ដាំចម្រុះក្នុងចម្ការតទៅពេលគាត់មកចម្ការម្ដងគាត់មានផ្លែឈើនោះផ្លែឈើនេះស្មីទុកហូបបាទគាត់មានដាំចម្រុះសពគ្រប់មិនថាស្វាយក្រូចអំពិលជូរបាទហើយចម្ការគាត់ខ្លះគាត់ធ្វើចម្ការចន្ទីទៅអ្នកខ្លះក៏គាត់ដាំដលងខ្លះធ្វើស្រែចម្ការបាទនេះគឺចេកដែលគាត់ដាំបាទល្អណាស់ផ្លែក៏ច្រើនដែរគាត់ខ្លះទុំខ្លះអត់បាទនេះផ្លែអត់ទាន់ទុំបាទថ្ងៃនេះចាស់គាត់បានមកគាត់មានចម្ការកន្លែងផ្សេងទៀតគាត់បាទបានទៅធ្វើនៅកន្លែងផ្សេងគាត់ដាំដលងបាទខានេះគឺមានចេកទុំបាទថ្ងៃនេះគឺបាទមាត់មានសំណាងបាទឃើញចេកទុំមួយស្តងបាទឃើញហើយមានចាំអីទៀតបាទមានតែយើងបេះហូបខ្លះទៅបាទគាត់តែបេះហូបក៏អីដែរព្រោះចាស់គាត់មិនដឹងថាពេលណាមកពេលគាត់មកមិនស្រួលផ្លែចេកហ្នឹងបាទសត្វហូបអស់ឬអ្នកផ្សេងមកក៏គេបេះហូបដែរបាទគឺវាមានទុំខ្លះចឹងសត្វក៏ស៊ីខ្លះបាទក៏នៅខ្លះបាទឥឡូវខ្ញុំក៏បេះហូបខ្លះបាទចាស់ចម្ការគាត់ឃើញក៏មិនថាអីដែរព្រោះគាត់ស្គាល់ចម្ការគាត់បាទបេះខ្លះឃើញទុំចេះហើយគាត់ຕົកខ្លាចគាត់មិនមកទៅសត្វស៊ីដដែលបាទអ្នកផ្សេងទៀតគេមកកាត់គេអាចកាត់យកទៅទាំងអស់ក៏បានបាទដោយសារម្ចាស់អត់នៅហើយចម្ការក៏អត់មានលបងពាត់ដើម្បីយើងហាមអ្នកផ្សេងចូលដែរបាទគឺគាត់ធ្វើមានតែព្រំសម្គាល់ដាក់គោលបងឬក៏ព្រំដែលគាត់ធ្វើដាំចន្ទីឬក៏ដាំដលងអីចឹងបាទអត់មានអីសម្គាល់ធ្វើលបងដូចដីឡូយើងតាមផ្ទះទេបាទគឺគាត់សម្គាល់ទៅលើផ្ទៃដីដែលគាត់ដាំដុះបាទឬក៏ចំណាំដោយដើមឈើខ្លះគាត់ដាក់គោលឈើចំណាំអីចឹងបាទក្រោយពីបានបេះរួចបាទក៏បេះខ្លះដាក់ថង់ទឹកហូបតាមផ្លូវព្រោះដំណើរខ្ញុំត្រូវទៅឆ្ងាយទៀតបាទអ្នកស្រែចម្ការប៉ុណ្ណឹងបាទយើងដាំដុះ
ដំណាំហូបផ្លែពេលយើងមកចំការអញ្ចឹងយើងបានបេះហូបបាទឥឡូវជួបមួយស្តោងទៀតហើយបាទសត្វស៊ីចង់អស់ដែរបាទឥឡូវកំបងអងយូរឃើញផ្លែល្អបាទត្រមបានបេះខ្លះថែមទៀត